តើគ្នាដែរជួបអារម្មណ៍មួយដែរនៅសុកបបាក់ចិត្តយកនៅថាតើយើងបបាក់ចិត្តរឿងអីទេប៉ុន្តែវាបបាក់ចិត្តមកអូតូមកអ្នកនរគ្នាខ្ញុំមាន tip មួយអារម្មណ៍មួយហ្នឹងពេលខ្លះគឺវាកើតមកជាមួយនឹងការ stress ដែលអ្នកនរគ្នាខំធ្វើការពេកគឺ stress ខ្លាំងមែនតើគិតអីក៏អត់ចេញហើយមួយទៀតគឺអារម្មណ៍ហ្នឹងគឺកើតឡើងដោយសារតែអ្នកនរគ្នាជួបបញ្ហាច្រើនអ្នកនរគ្នាអត់ដោះស្រាយវាទេអញ្ចឹងអ្នកនរគ្នាតែងតែទុកវាចោលហើយថ្ងៃណាមួយអ្នកនរគ្នាហត់គឺអារម្មណ៍ហ្នឹងគឺវា alert មកខ្លួនឯងមកអ្នកនរគ្នាខ្ញុំលើកទឹកចិត្តបើសិនជាយើងហត់យើងកុំធ្វើបាបខ្លួនឯងយើងកុំដាក់សម្ពាធឲ្យផ្លូវចិត្តខ្លួនឯងវាលែងដើរទៅមុខទៀតអ្នកនរគ្នាហត់អ្នកនរគ្នាអាចសម្រាកទាំងកាយសម្រាកទាំងចិត្តខ្ញុំទទួលស្គាល់ថាយើងម្នាក់ៗគឺត្រូវការងារត្រូវការលុយត្រូវការសម្រាកប៉ុន្តែអ្នកនរគ្នាត្រូវដឹងថាចំណុចទាំងអស់នោះអ្វីដែលធំជាងគេគឺផ្លូវចិត្តរបស់យើងភាពជោគជ័យគឺវាមិនមែនជាអ្វីដែលអ្នកនរគ្នាត្រូវមានទេបើសិនជាវាប្រៀបជាមួយនឹងសុខភាពរបស់អ្នកនរគ្នាទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃភាពជោគជ័យណាគេក៏ចង់បានដែរតែអ្នកនរគ្នាត្រូវដឹងថាតើភាពជោគជ័យរបស់អ្នកនរគ្នាទៅលើអីគេទៅលើលុយទៅលើភាពជោគជ័យដែលអ្នកទាំងអស់គ្នាមានសុខភាពផ្លូវចិត្តបានល្អអាហ្នឹងគឺអាស្រ័យលើអ្នកទាំងអស់គ្នាដាក់គោលដៅខ្លួនឯងទេដែលអ្នកទាំងអស់គ្នាចង់បានភាពជោគជ័យទៅលើអ្វីមួយនេះសំខាន់អ្នកទាំងអស់គ្នាកុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃកុំគិតថាគេធ្វើបានខ្ញុំក៏ធ្វើបានមិនខុសគ្នាបើសិនជាអ្នកទាំងអស់គ្នាប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃពេលណាអ្នកទាំងអស់គ្នារកឃើញខ្លួនឯងឥឡូវខ្ញុំសួរបាននេះវិញគេធ្វើបានយើងក៏ធ្វើបានវាហាក់បីដូចជាពាក្យមួយដែលប៉ាម៉ាក់យើងគាត់តែងតែនិយាយប្រៀបធៀបយើងជាមួយនឹងកូនគេតាំងពីតូចគេធ្វើបានបែបក៏ឯងធ្វើបានមិនខុសគ្នាអត់អាចនិយាយចឹងបានទេពេលខ្ញុំនិយាយចឹងមិនមានន័យថាខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាខំទេប៉ុន្តែអ្នកទាំងអស់គ្នាខំត្រូវមានព្រំដែនខ្លះមិនមែនចេះតែខំហើយមិនមែនចេះតែដាក់សម្ពាធឲ្យខ្លួនឯងទេអ្នកទាំងអស់គ្នាដាក់ខ្លួនឯងផងយើងខំអ្នកទាំងអស់គ្នាយើងខំអភិសមត្ថភាពពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែយើងកុំដាក់សម្ពាធឲ្យខ្លួនឯងខ្លាំងណាអ្នកទាំងអស់គ្នាដាក់សម្ពាធឲ្យខ្លួនឯងខ្លាំងពេកអាហ្នឹងគឺគេហៅថាការដែលមិនស្រឡាញ់ខ្លួនឯងការដែលធ្វើបាបខ្លួនឯងធ្ងន់ធ្ងរមកសិនជាយើងខំហើយបរាជ័យអូខេចាត់ទុកវាជាបទពិសោធន៍ថ្ងៃក្រោយយើងធ្វើទៀតប៉ុន្តែអ្នកទាំងអស់គ្នាកុំភ្លេច take care ទៅលើ mental health របស់អ្នកទាំងអស់គ្នាផង